Choដល់ថ្ងៃបើក seniority ណាទៅច្រឡំដាក់ពាក្យ resign ទៅយោងទៅតាមមាត្រា89ថ្មីនៃច្បាប់ស្តីពីការងារបានចែងថាគ្រប់បុគ្គលិកទាំងឡាយណាដែលធ្វើការជាប្រភេទកងត្រាមិនមានដែនកំណត់នឹងទទួលបានប្រាក់ seniority ជារៀងរាល់6ខែម្ដងគឺនៅក្នុងខែមិថុនានិងខែធ្នូដូច្នេះបើអ្នកទាំងអស់គ្នាលាឈប់ពីការងារមុនបំណាច់ខែមិថុនានិងខែធ្នូអ្នកទាំងអស់គ្នានឹងត្រូវបាត់បង់សិទ្ធិនៅក្នុងការទទួលបានប្រាក់ seniority នោះដោយប្រាក់ seniority ដែលអ្នកទាំងអស់គ្នាត្រូវទទួលបានគឺ7ថ្ងៃកន្លះក្នុងមួយឆមាសហើយចុះយើងធ្វើម៉េចដើម្បីដឹងថា7ថ្ងៃកន្លះក្នុងមួយឆមាសហ្នឹងយើងទទួលបានប៉ុន្មានដើម្បីដឹងស្រួលទេដំបូងឡើយយើងត្រូវរកប្រាក់មធ្យមភាគក្នុងមួយឆមាសហើយប្រាក់មធ្យមភាគក្នុងមួយឆមាសនោះត្រូវបូកបញ្ចូលគ្នាទាំងប្រាក់បន្ទាប់បន្សំព្រោះគឺប្រាក់ OT ប្រាក់ថែមម៉ោងអីផ្សេងយកមកបូកបញ្ចូលគ្នាទាំងអស់ហើយចែកជាមួយនឹងខែជាក់ស្ដែងដែលយើងបានធ្វើការក្នុងឆមាសនោះឧទាហរណ៍ថាបើសិនបើឆមាសទី1អ្នកធ្វើការបាន6ខែនោះយើងត្រូវយកទៅចែកជាមួយនឹង6ខែតែបើឆមាសទី1អ្នកធ្វើការបានជាបុគ្គលិកពេញសិទ្ធិត្រឹមតែ3ខែឬក៏4ខែទេនោះអ្នកទាំងអស់គ្នាយកទៅចែកនឹងចំនួនខែជាក់ស្ដែងនោះយើងនឹងឃើញមធ្យមភាគក្នុងមួយខែបន្ទាប់ពីយើងឃើញមធ្យមភាគក្នុងមួយខែហើយយើងត្រូវយកវាមកចែកជាមួយនឹង22ឬក៏24ឬក៏26ហើយធ្វើម៉េចបានដឹងថាចែកជាមួយ22ធ្វើម៉េចបានដឹងថាចែកជាមួយ24ធ្វើម៉េចបានដឹងថាចែកជាមួយ26ដើម្បីដឹងថាចែកជាមួយនឹង22បើសិនបើអ្នកទាំងអស់គ្នាធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនោះអ្នកទាំងអស់គ្នាត្រូវយកមកចែកជាមួយនឹង22តែបើអ្នកទាំងអស់គ្នាធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍មួយព្រឹកត្រូវចែកជាមួយនឹង24តែបើអ្នកទាំងអស់គ្នាធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ពេញនោះអ្នកទាំងអស់គ្នាត្រូវយកមកចែកជាមួយនឹង26ពេលយើងចែកជាមួយនឹង26ហើយយើងនឹងឃើញចំនួនថ្ងៃដែលយើងធ្វើការក្នុងមួយថ្ងៃទទួលបានប្រមាណក្នុងប្រាក់ reward ជាមធ្យមភាគបន្ទាប់មកទៀតត្រូវយកប្រាក់នោះគុណជាមួយនឹង7ថ្ងៃកន្លះដែលត្រូវទទួលបាននោះអ្នកទាំងអស់គ្នានឹងឃើញប្រាក់ seniority ឬក៏ប្រាក់បំណាច់អតីតភាពដែលអ្នកទាំងអស់គ្នានឹងទទួលបាននៅក្នុងឆមាសនីមួយៗបាទតែប៉ុណ្ណឹងអរគុណ